សួស្តីអ្នកទាំងអស់គ្នាខ្ញុំណាស្វាគមន៍មកកាន់វីដេអូសម្រាប់សាច់រឿង In Search of God ឬកំណត់ត្រាស្វែងរកព្រះដែលជាអេពីសូតទី10ជាបន្តទៀតប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តនៅការសម្រាប់សាច់រឿងរបស់ admin ស្មោះស្នេហ៍ម្នាក់នេះកុំភ្លេចចុចនៅប៊ូតុង Subscribe ក៏ដូចជា Like និង Comment ឲ្យបានច្រើនចាប់ផ្ដើមនៅអេពីសូតទី10នេះទូប៉ាយាយរបស់យើងបានយានៅផ្លែដាវចាក់ទៅលើអពែស៊ូឡាងមួយទំហឹងពេលនោះស្រាប់តែអ្នកក្លាហានខើបានចេញមុខមកខាត់គាត់ប្រាប់ថាមិនអាចសម្លាប់វាបានទេព្រោះពេលនេះលោកម្ចាស់ក្រុងគឺស្ថិតនៅក្នុងដៃពួកវាបន្ទាប់មកអ្នកក្លាហានខើបាននិយាយចរចាជាមួយកញ្ចាស់ធានវូដើម្បីដោះដូរអពែស៊ូឡាងជាមួយលោកម្ចាស់ក្រុងតែបើយើងមើលទៅកញ្ចាស់ធានវូហាក់ដូចជាមិនខ្វល់ជាមួយកូនប្រុសរបស់វាទេវាបានចោទប្រកាន់ទូប៉ាយាយរបស់យើងថាបានលួចយកនៅផ្លាកបញ្ជាដ៏ទេវភាពរបស់លោកអន្តរាជព្រមទាំងបានខុបខិតជាមួយអ្នកក្លាហានខើក៏ដូចជាបានខុបខិតជាមួយមនុស្សទាំងអស់ដែលស្ថិតនៅទីក្រុងនៃពមភ័ណ្ឌមួយនេះហើយដើម្បីដាក់ទោសនៅជនក្បត់ទាំងអស់នេះវាមិនខ្លាចនៅក្នុងការលះបង់អាយុជីវិតរបស់កូនប្រុសរបស់វាឡើយឬបែបនេះអបិស៊ូឡាងមានការភ័យខ្លាចជាខ្លាំងចំណែកកញ្ចាស់មឈូសបានសរសើរមេរបស់វាថាមានតែមេរបស់វាទេដែលប្រកាន់នៅភាពសុចរិតត្រឹមត្រូវវិញ្ញាណក្ខន្ធរបស់លោកអន្តរាជដែលស្ថិតនៅក្នុងឋានសួគ៌ច្បាស់ជាអាចជឿទុកចិត្តលើមេរបស់វាបានពេលនោះស្រាប់តែសៀនបានស្រែកថាពួកឯងសុទ្ធតែជាជនក្បត់ហើយមកនិយាយបង្ខូចគេនៅក្នុងដែនដីដ៏ធន់ល្វឹងល្វើយនេះអ្នកណាក៏ដឹងថាពុករបស់ខ្ញុំគឺជាអ្នកក្លាហានប្រកាន់យុត្តិធម៌ដែរលើបែបនេះកញ្ចាស់មឈូសតបថាមើលទៅនាងល្អិតម្នាក់នេះប្រហែលជាឡើងចង់រស់ទៀតហើយវាក៏បានដើរចូលទៅបំណងសម្លាប់សៀនតែធូប៉ាយាយរបស់យើងបានស្រែកឲ្យឈប់គាត់បានយកដាវភ្យងកអពែស៊ូឡាងហើយគំរាមទៅកាន់កញ្ចាស់មឈូសថាបើលោកហ៊ានដើរមកមុខមួយជំហានទៀតក្បាលមួយនេះនឹងដាច់ចេញពីកភ្លាមៗកញ្ចាស់មឈូសតបថាឯងកុំភ្លេចថាចវាយក្រុងរបស់ពួកឯងក៏ស្ថិតនៅក្នុងដៃពួកយើងដែរពួកឯងទាំងអស់គ្នាមិនអាចគេចផុតពីសេចក្តីស្លាប់បានទេធូប៉ាយាយរបស់យើងប្រាប់ថាទោះបីជាគាត់មិនអាចគេចពីសេចក្តីស្លាប់បានក៏ដោយតែគាត់នៅតែអាចយកអាមួយនេះទៅកំដរគាត់បានពេលនោះកញ្ចាស់មឈូសស្រែកថាមើលតែឯងចង់ងាប់មែនតែនហើយបន្ទាប់មកវាក៏រត់ចូលទៅវាយប្រហារធូប៉ាយាយរបស់យើងធូប៉ាយាយបានស្រែកប្រាប់ឲ្យចូលមកហើយនៅពេលដែលកញ្ចាស់មឈូសរត់ចូលជិតដល់ធូប៉ាយាយបានយកដាវឆូតកអពែស៊ូឡាងឲ្យចេញឈាមបន្តិចឃើញបែបនេះកញ្ចាស់មឈូសបានចាប់ប្រាំងភ្លាមហើយស្រែកថាអូនចិត្តជាជាអូនចិត្តជាបន្ទាប់មកវាបានត្រឡប់ទៅក្រោយវិញហើយនិយាយជាមួយកញ្ចាស់ធានវូថាក្រុមកុលសម្ព័ន្ធទឹករបស់ពួកយើងបានឡោមព័ទ្ធទីក្រុងនេះពមភ័ណ្ឌនេះចិត្តអស់ហើយពួកគេទាំងអស់នេះគឺគ្មានផ្លូវរត់គេចបានទេដូច្នេះហើយពួកយើងគួរតែដោះដូរយកអ្នកប្រុសតូចត្រឡប់មកវិញជាមុនសិនបន្ទាប់ពីទទួលបានការយល់ព្រមពីកញ្ចាស់ធានវូកញ្ចាស់មឈូសក៏ចាប់ផ្ដើមនិយាយចរចាជាមួយអ្នកក្លាហានខើវាប្រាប់ឲ្យដោះលែងអ្នកប្រុសតូចរបស់វាទៅពួកវាធានាថានឹងដោះលែងកូនស្រីរបស់អ្នកក្លាហានខើរួមជាមួយកូនប្រុសម្ចាស់ក្រុងឲ្យចាកចេញពីទីនេះចំណែកឯលោកម្ចាស់ក្រុងក៏អាចរួមរបួសនិងព្យាបាលបានផងដែរអ្នកក្លាហានខើបានសម្លឹងមើលពួកគេបន្តិចគាត់ប្រាប់ថារួមបញ្ចូលធូប៉ាយាយឲ្យចាកចេញពីទីនេះមួយទៀតកញ្ចាស់ធានវូបានយល់ព្រមនឹងសំណើមួយនេះអ្នកក្លាហានខើប្រាប់ថាសម្ដីនិយាយហើយមិនអាចលេបវិញបានទេដោយសារតែកញ្ចាស់ធានវូហ៊ានយក4ដោះដូរមួយដូច្នេះហើយគាត់ខើហើយហុយព្រមប្រយុទ្ធមួយស្មើជាមួយកញ្ចាស់ធានវូបន្ទាប់មកអ្នកក្លាហានខើបានដើរមកជិតកូនស្រីរបស់គាត់សៀនសួរថាប៉ាកំពុងតែបោះបង់កូនស្រីម្នាក់នេះហើយមែនទេអ្នកក្លាហានខើក៏បានប្រាប់ឲ្យសៀនស្ដាប់គាត់តែយើងមិនដឹងថាគាត់បាននិយាយអ្វីខ្លះជាមួយសៀនទេយើងបានត្រឹមតែឃើញធូប៉ាយាយមានការភ្ញាក់ផ្អើលបន្ទាប់មកអ្នកក្លាហានខើបានដកនៅខ្លោចបោះឲ្យធូប៉ាយាយរបស់យើងហើយប្រាប់ថាទីក្រុងនៃពមភ័ណ្ឌបានដួលរលំហើយពួកឯងត្រូវតែចាកចេញពីទីនេះហើយធ្វើដំណើរទៅសុំជ្រកកោននៅកោះគូឡាងក្នុងសមុទ្រខាងកើតពេលដែលចប់ភារកិច្ចពួកយើងនឹងទៅជួបពួកឯងនៅទីនោះឬបែបនេះធូប៉ាយាយរបស់យើងបានបោះអពែស៊ូឡាងឲ្យទៅកាន់គ្នារបស់វាចំណែកកញ្ចាស់ធានវូក៏បញ្ជាគ្នារបស់វាឲ្យដោះលែងលោកម្ចាស់ក្រុងផងដែរពេលនោះអសង្ហាជាយូបានបញ្ញារត់ទៅមើលឪពុករបស់វាចំណែកអ្នកផ្សេងទៀតក៏បានរត់ទៅព្យាបាលឲ្យគាត់ផងដែរអ្នកក្លាហានខើបានធ្វើតាមសន្យាជាមួយកញ្ចាស់ធានវូពេលនោះគាត់បានញញឹមបន្តិចបញ្ចេញនៅផ្លែដាវហក់ទៅកាប់កញ្ចាស់ធានវូមួយស្មើតែម្ដងពួកគេទាំងពីរបន្តប្រយុទ្ធគ្នារហូតដល់លើអាកាសប៉ះគ្នាបានប្រហែលពីប៊ីសនីសក៏រកកន្លែងឈរដើម្បីនិយាយឌឺដងគ្នាសិនពេលនោះកញ្ចាស់ធានវូនិយាយថាមើលតែឯងពិតជាស័ក្តិសមនឹងគេឈ្មោះដែលល្បីអស់រយៈពេលប្រហែល50ឆ្នាំមកនេះពិតមែនកាលពីចំនួនពួកយើងគ្មាននរណាម្នាក់ដែលមានទេពកោសល្យដូចឯងនោះទេតែឯងបែរជាក្បត់នឹងកលសម្ព័ន្ធទឹកដែលជាកលសម្ព័ន្ធរបស់ខ្លួនឯងទៅវិញអ្នកក្លាហានខើតបថាមិនបានលើកយករឿងអតីតកាលមកនិយាយឡើងវិញបែបនេះកញ្ចាស់ធានវូប្រាប់ថាមកពីឯងជាពាក្យយើងតាំងពីអតីតកាលកាលពីមុនរបស់ដែលយើងខំរៀបចំផែនការយកវាយ៉ាងលំបាកបែរជាប្រែក្លាយជាកម្មសិទ្ធិរបស់ឯងទៅវិញពេលនោះអ្នកក្លាហានខើតបថាកាលនោះគាត់ក៏បានលះបង់នៅតម្លៃផងដែរកញ្ចាស់ធានវូបានសោចបន្តិចហើយប្រាប់ថាលះបង់នៅតម្លៃមែនទេវាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ចុះឯងនឹងចាំស្លាកស្នាមមួយនេះដែរទេបន្ទាប់មកកញ្ចាស់ធានវូបានដោះរបាំងមុខវាចេញបង្ហាញនៅផ្ទៃមុខដ៏ស្រស់សង្ហាព្រមទាំងស្លាកស្នាមនៅលើផ្ទៃមុខរបស់វាផងដែរអ្នកក្លាហានខើបាននិយាយបញ្យល់ថាតាមពិតទៅកាលនោះគាត់និ
និយាយបានតែប៉ុណ្ណឹងកម្ចាស់ធានវូក៏ប្រាប់ឲ្យគាត់បិទមាត់បន្ទាប់មកកម្ចាស់ធានវូក៏ហក់ទៅវាយប្រហារអ្នកក្លាហានខើហើយពួកគេទាំងពីរក៏បន្តប្រយុទ្ធគ្នានៅលើអាកាសបន្តទៀតពួកគេបានដេញប្រយុទ្ធគ្នាពីកន្លែងមួយទៅកន្លែងមួយប្រយុទ្ធគ្នាចុះប្រយុទ្ធគ្នាឡើងក៏ទៅដល់កន្លែងដែលភ្លើងកំពុងតែឆាបឆេះអ្នកក្លាហានខើបានស្រែកសួរថាហេតុអ្វីបានជាឯងមិនដកអាវុធរបស់ឯងមកប្រយុទ្ធកម្ចាស់ធានវូបានសោចបន្តិចហើយប្រាប់ថាកុំប្រញាប់ពេលនេះរបួសចាស់របស់ឯងកំពុងតែរើឡើងខ្ញុំនៅរងចាំមើលឯងរងទុកបន្តិចសិនសាច់រឿងបានកាត់មកដល់ពីមុខវិមានរបស់ម្ចាស់ក្រុងខណៈពេលនេះក្រុមរបស់ធូប៉ាយេនិងក្រុមរបស់កញ្ចាស់មឈូកំពុងតែប្រជុំមុខដាក់គ្នាមើលទៅកញ្ចាស់មឈូដូចជាមិនគោរពពាក្យសន្យាទេវាបានបញ្ជាឲ្យគ្នារបស់វាបាញ់សម្លាប់មនុស្សទាំងអស់នៅទីនេះហើយក្រុមកូនចៅរបស់វាក៏បានបាញ់ព្រួញវាយប្រហារទៅលើក្រុមរបស់ធូប៉ាយេដែលធ្វើឲ្យពួកគេមានការស្លាប់និងរបួសអស់ជាច្រើនអ្នកភ្លាមនោះស្រាប់តែមានគ្រាប់ព្រួញមួយហោះតម្រង់មកកាន់សៀនធូប៉ាយេរបស់យើងក៏បានប្រើនៅល្បឿនដ៏លឿនមកជួយនាងទាន់ពេលឃើញបែបនេះលោកម្ចាស់ក្រុងបានប្រើនៅចំហាយយុទ្ធសាស្ត្ររបស់គាត់បង្កើតទៅជាខែលដ៏ធំមួយមកជួយការពារពួកគេបន្ទាប់ពីខែលមួយនោះត្រូវបានផ្ទុះបែកយើងសង្កេតឃើញថាលោកម្ចាស់ក្រុងបានត្រូវគ្រាប់ព្រួញមួយផងដែរខណៈពេលនោះអសង្ហាជីយូបានបបួលឪពុករបស់វាប្រយុទ្ធរហូតដល់ស្លាប់តែម្ដងទៅតែលោកម្ចាស់ក្រុងបានបដិសេធគាត់បានប្រាប់ឲ្យអសង្ហាជីយូនិងធូប៉ាយេរបស់យើងត្រូវតែរកឱកាសចាកចេញពីទីនេះធូប៉ាយេរបស់យើងហាក់ដូចជាយល់ពីកលៈទេសៈគាត់ក៏បានងក់ក្បាលយល់ព្រមជាមួយលោកម្ចាស់ក្រុងភ្លាមនោះអាចជនក្បត់ជីជឺក៏បានហក់មកវាយប្រហារលោកម្ចាស់ក្រុងតែលោកម្ចាស់ក្រុងក៏អាចប្រតិកម្មទាន់ហើយក៏វាយប្រហារវាឲ្យខ្ទាតទៅក្រោយវិញពេលនោះអាក្បត់ជីជឺបានសោចបន្តិចហើយប្រាប់ថាបងប្រុសចាំខ្ញុំបញ្ជូនបងប្រុសឲ្យទៅលេងឋានស៊ូខណៈនោះភាគីទាំងសងខាងបានសម្រុកចូលដើម្បីប្រយុទ្ធគ្នាលោកម្ចាស់ក្រុងបានសម្រុកទៅចាត់ការប៉ែយីជឺតែក៏ត្រូវបានដាវហោះរបស់កញ្ចាស់មឈូមកជួយវាទាន់ពេលឃើញបែបនេះអសង្ហាជីយូមានការបារម្ភពីឪពុករបស់វាតែវាក៏ត្រូវតែទប់ទល់ជាមួយពួកអាចោអាចារ្យផ្សេងទៀតដែរពេលនេះលោកម្ចាស់ក្រុងមិនមែនមួយទល់នឹងពីរទេជាក់ស្ដែងគាត់ម្នាក់ឯងត្រូវទប់ទល់ជាមួយអ្នកខ្លាំង3នាក់ផ្សេងទៀតខណៈពេលដែលគាត់កំពុងតែប្រយុទ្ធគ្នាជាមួយអប៉ែយីជឺគាត់ក៏ត្រូវតែគេចពីចំហាយប៉ិនរបស់កញ្ចាស់ប៉ិនផងដែរបន្ទាប់ពីដកថយមកក្រោយបន្តិចយកអេឡង់លោកម្ចាស់ក្រុងបានសម្លឹងទៅមើលគ្នារបស់គាត់ដែលកំពុងតែប្រយុទ្ធរៀងខ្លួនបន្ទាប់មកលោកម្ចាស់ក្រុងបានឌីលទៅកាន់កញ្ចាស់មឈូថាជាមនុស្សដែលក្បត់នឹងជំនឿសាសនាបំពាននៅសច្ចភាពនិងបំផ្លាញសន្តិភាពមនុស្សដូចពួកឯងសមតែទទួលទោសប្រហារជីវិតកញ្ចាស់មឈូប្រាប់ថាចិត្តងាប់ហើយកុំនិយាយច្រើនពេកបន្ទាប់មកវាបានបើកនៅមឈូរបស់វាបញ្ចេញនៅដាវហោះជាច្រើនបញ្ជាឲ្យហោះទៅវាយប្រហារលោកម្ចាស់ក្រុងខណៈពេលដែលម្ចាស់ក្រុងកំពុងតែទប់ទល់ជាមួយដាវហោះរបស់កញ្ចាស់មឈូអាក្បត់យីជឺបានឆ្លៀតឱកាសវាយប្រហារលោកម្ចាស់ក្រុងយកនៅគ្នាច្រើនធ្វើបាបគ្នាតិចមើលទៅពួកវាមិនសមជាកូនប្រុសនោះទេខណៈពេលដែលលោកម្ចាស់ក្រុងកំពុងតែជាប់ដៃប្រយុទ្ធជាមួយអប៉ែយីជឺភ្លាមនោះកញ្ចាស់ប៉ិនបានលួចវាយប្រហារគាត់បន្ថែមទៀតឃើញបែបនេះអសង្ហាជីយូបានមករងជំនួសគាត់បន្ទាប់មកកញ្ចាស់មឈូបានប្រើនៅកំបិតហោះមកវាយប្រហារគាត់បន្ថែមទៀតបន្ទាប់ពីសម្លឹងមើលគ្នារបស់គាត់ត្រូវបានគេសម្លាប់ម្នាក់ម្ដងពេលនោះលោកម្ចាស់ក្រុងបានសម្រេចចិត្តប្រើនៅយុទ្ធសាស្ត្រមួយដែលមានឈ្មោះថាជ្រលងភ្នំ10000វ័រនៃទាខេរដូវបញ្ចេញនូវវ័រជាច្រើនទៅវាយប្រហារពួកគេទាំងអស់នោះដោយសារតែយុទ្ធសាស្ត្រមួយនេះដុតបំផ្លាញនៅខ្លួនឯងដើម្បីវាយប្រហារអ្នកដទៃអសង្ហាជីយូបានព្យាយាមស្រែកហាមឪពុករបស់វាតែមើលទៅវាមិនអាចហាមគាត់បានឡើយវ័រទាំងអស់នោះបានរុំព័ទ្ធកូនចៅនៃក្រុមកុលសម្ព័ន្ធទឹកសូម្បីតែកញ្ចាស់មឈូសនិងកញ្ចាស់ប៉ិនក៏ត្រូវបានវ័រនោះរុំព័ទ្ធផងដែរឃើញបែបនេះអសង្ហាជីយូចង់ទៅសម្លាប់ពួកគេតែកញ្ចាស់មឈូសនៅតែអាចប្រើដាវហោះរបស់វាមកវាយប្រហារអសង្ហាជីយូបានបន្ទាប់មកកញ្ចាស់មឈូសបានប្រើដាវហោះទាំងអស់នោះទៅកាត់វ័រដែលរុំព័ទ្ធខ្លួនវាឈើលយបានបន្តិចក៏ត្រូវបានវ័រទាំងអស់នោះរុំព័ទ្ធវាម្ដងទៀតមើលទៅម្ដងនេះវាមិនអាចប្រើដាវហោះបានទៀតទេព្រោះវ័រទាំងអស់នោះបានរុំជាប់ទាំងដៃរបស់វាមិនអាចកម្រើកបានឃើញនៅអាកាសល្អបែបនេះអសង្ហាជីយូក៏រត់ចូលទៅសម្លាប់វាជាលើកទី2តែវាក៏ត្រូវបានគេវាយប្រហារឲ្យទៀតមកក្រោយម្ដងទៀតតប៉ែមែនម្ដងនេះឪពុករបស់វាបានប្រើនៅវ័ររញ៉េរញ៉ៃវាយប្រហារវាឲ្យខ្ទាតមកខាងក្រោយវិញដោយសារតែគាត់ចង់ឲ្យពួកវារត់គេចចេញពីទីនេះគាត់បានប្រាប់ឲ្យពួកវាបញ្ញាប់ទៅឲ្យលឿនទៅដោយសារតែគាត់មិនអាចទប់ទល់បានយូរនោះទេតែសង្ហាជីយូវាមិនដាច់ចិត្តទៅចោលឪពុករបស់វាទេដូច្នេះហើយឪពុករបស់វាមានតែប្រើវ័ររញ៉េរញ៉ៃបញ្ចូលនឹងជាតិពឹសដើម្បីឲ្យវាសន្លប់ហើយគាត់ក៏បានផ្ដាំផ្ញើធូប៉ាយេថាកូនប្រុសរបស់គាត់ពឹងពាក់លើធូប៉ាយេហើយចំណែកធូប៉ាយេប្រាប់គាត់ឲ្យទុកចិត្តចោះបន្ទាប់មកគាត់បានហៅសត្វប្រើសនាគរបស់គាត់ឲ្យសៀនជីចំណែកគាត់លីអសង្ហាជីយូរត់តាមក្រោយដើម្បីចាក់ចេញពីទីនេះពេលនោះក្រុមកូនចៅនៃកុលសម្ព័ន្ធទឹកដែលនៅសល់បានរត់ដេញតាមពួកគេតែក៏ត្រូវបានលោកម្ចាស់ក្រុងប្រើនៅវ័ររញ៉េរញ៉ៃចាត់ការពួកគេងាប់អស់មួយចំនួននៅសល់មួយចំនួនទៀតធូប៉ាយេរបស់យើងជាអ្នកចាត់ការហើយធូប៉ាយេនិងគ្នា
គ្នាក៏អាចរត់គេចចេញពីទីនោះបានដោយជោគជ័យទៅដល់ខាងក្រៅទូប៉ាយាយរបស់យើងបានសម្លឹងទៅមើលលោកម្ចាស់ក្រុងដោយទាំងមុខក្រៀមស្រពោនមើលទៅគាត់មិនដែលចិត្តរត់ចាក់ចេញពីទីនេះទេតែប្រសិនបើគាត់នៅក៏មិនអាចកែប្រែលទ្ធផលបានដែរគាត់ត្រូវតែខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំងទើបគាត់អាចការពារមនុស្សជាទីស្រឡាញ់ក៏ដូចជាអ្នករាល់គ្នាបានកូនប្រុស10ឆ្នាំចាំសងសឹកក៏មិនទាន់យឺតពេលដែរបន្ទាប់មកគាត់បាននាំនៅគ្នាចាក់ចេញពីទីនោះហើយសាច់រឿងអេពីសូតទី10របស់យើងក៏បានស្លេះតែត្រឹមនេះអធិស្ឋានប្រសិនបើមានកំហុសខុសឆ្គងនៅត្រង់ចំណុចណាមួយបើចូលចិត្តនៅវីដេអូនេះកុំភ្លេច comment បេះដូងឲ្យបានច្រើនតែបើមិនសូវចូលចិត្តទេក៏ comment បេះដូងឲ្យបានច្រើនដូចគ្នាមកចំនៅអត់ទាន់ comment ទៀត comment មកលឿនចាប់បាត់លើយដោយរដង admin ស្មោះស្នេហ៍ម្នាក់នេះនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយបន្ទាប់ទៀត